មកបន្តភេទរបស់យ៉ាងទៀតនៅក្នុងផ្សារអេនេះអ្នកស្រីម៉ាឡែនតើដើរផ្សារខ្លួនឯងតែម្ដងហើយណងនេះតាំងពីបានកូនប្រសាមកថ្នមកូនប្រសាណាស់ណងមិនឲ្យចេញពីផ្ទះសោះថ្នមអីទៅមកពីមិនហ៊ានបណ្ដោយនឹងហើយទៅឲ្យនៅតែក្នុងផ្ទះបែបនេះនោះនេះតែអីក៏ច្រើនម្ល៉េះប្រងមកអស់មកផ្សារតែម្ដងហើយណងមានកូនប្រសាហើយមិនក៏មិនឲ្យនាងធ្វើកិច្ចការទាំងនេះទៅអ្នកស្រីនៅធ្វើអីទៀតថាហើយមិនហ៊ានបណ្ដោយតែបណ្ដោយចាយវាមិនដឹងឯណាឯឥឡូវហើយរាល់ថ្ងៃនេះមិនចេះរកអីទិញតែនិយាយពីរឿងចាយវាយវិញខ្លាំងជាងសេដ្ឋីទៀតអញ្ចឹងផងអីនេះបើតាមមើលទៅនាងដូចជាមនុស្សល្អិតល្អន់ណាស់ជាស្ត្រីដែលចេះទុកដាក់មិនសមដូចជាពាក្យដែលលោកស្រីថាសោះមែនហើយខ្ញុំក៏ស្គាល់ពលីនដែរពីកមុំចេះទុកដាក់ហើយការងារទាំងមិនដែលឪពុកម៉ែនាងថាទេនាងឯងធ្វើមកចប់ត្មងអ្នកទាំងពីរមិនមែននៅក្នុងគ្រួសារខ្ញុំមិនដឹងទៅខ្ញុំនៅជាមួយគ្នារាល់ថ្ងៃខ្ញុំដឹងច្បាស់ណាស់ថាជាមនុស្សបែបណានោះបានតែការងារផ្ទះមួយមុំការងារប្តីជួយអីក៏មិនបាននេះតាមតែកូនប្រុសទីបើតាមចិត្តខ្ញុំវិញណាមិនពេញចិត្តកូនប្រសាបែបនេះទេស្លាប់ហើយលោកស្រីមិនក៏និយាយឲ្យកូនប្រសាបែបនេះបើគ្នាបានលឺគ្នាអន់ចិត្តស្លាប់ហើយជាស្រីដូចគ្នាគួរតែយល់ចិត្តគ្នាផងណាខ្ញុំមិនខ្វល់ទេហើយមករាក់ទាក់នេះមកចង់ដឹងរឿងគ្រូសាគេមែនទេអូបើកូនខ្ញុំវិញខ្ញុំមិនឲ្យរៀបការចូលគ្រួសារនឹងទេម៉ែក្មេកអីអាក្រក់បែបនេះនោះផាលីនមិនខ្វះទេតែស្រឡាញ់មិនក៏មកបានម៉ែក្មេកចរិតបែបនេះកុំអាលវិនិច្ឆ័យណាំងជួនកាលយើងមិនបាននៅក្នុងគ្រួសារគេយើងមិនដឹងទេពាក្យចាស់លោកពោលថាចង្គៀងផ្ទះណាភ្លឺផ្ទះនោះអីនោះតោះបានហើយឈប់និយាយពីរឿងគេទៅហើយនេះមកផ្សារទិញម្ហូបបានអីហើយនៅអូនៅទេគាត់ថាទិញត្រីយកទៅអាំងហូបជាមួយជ្រក់ស្វាយនឹងណាហើយចុះអ្នកនោះគាត់ធ្វើម្ហូបអីដែរហ្នឹងគិតថារកទិញត្រីឆ្លាំងស្លម្ជូរតោះតែរកទិញទៅតែថ្ងៃបន្តិចអស់ឥឡូវហើយម៉ែតាមីងម៉ាឡែនដូចជាមិនចូលចិត្តនឹងប្រពន្ធរបស់បញ្ញាសមម៉ានេះបើខ្ញុំជាបង្លីននឹងខ្ញុំក៏ពិបាកនឹងទទួលយកដែរណាម៉ាមើលទៅថ្ងៃមុនគាត់ស្ដីថាឲ្យបង្លីននេះចំពោះមុខយើងទៀតព្រោះតែគេមិនបានស្រឡាញ់ផលីនទើបគេមានពេលសម្ដីបែបនេះនោះតែបើសិនជាម៉ាំងក៏មិនអាចធ្វើបែបនេះបានដែរយ៉ាងណាក៏ទុកមុខឲ្យគ្នាខ្លះដែរខ្ញុំថាខ្ញុំសំណាងណាស់ដែលខ្ញុំមិនបានរៀបការចូលគ្រួសារណាមីងម៉ាឡែនស្រួលមិនស្រួលគាត់ថាមកក្រោយដូចជាបង្លីនអញ្ចឹងខ្ញុំទទួលយកមិនបានទេណាម៉ាយ៉ាងណាក៏ជាកូនប្រសាហើយទោះមិនពេញចិត្តតែកូនស្រឡាញ់គ្នាជាម្ដាយក៏តែសប្បាយចិត្តនឹងកូនតែបែរជាមានពាក្យមិនសមរម្យជាមួយកូនប្រសាស្ទោះអូយតាមតែគេចានេះមិនណាត់កូនរីឆាតទៅថតរូបតាំងមុខរោងហើយដល់ហ្នឹងគេថ្ងៃហើយណាចាម៉ាក់គឺណាត់ហើយថ្ងៃត្រង់តែងទៅក៏ទំនេរផាលីនមកនេះមកទទួលរបស់បន្តិចហាក់ណែធ្វើមកហូបកំច្រើនពេកអីកូនបញ្ញាមិននៅទិញធ្វើតែមកហូបទៅបានហើយធ្វើច្រើនពេកគឺសល់ចាក់ចោលស្ដាយណាស់ចាម៉ាក់ខ្ញុំដឹងហើយឈប់សិនរួចការងារចង្ក្រានជួយឡើងយកសម្លៀកបំពាក់នៅក្នុងបន្ទប់ទៅបោកគក់ផងសម្លៀកបំពាក់របស់ប្តីម៉ាក់ផងដែរឬទេចាម៉ាក់ខ្ញុំដឹងហើយនេះកូនគ្នាហត់ណាស់មិនក៏មកវាមិនធ្វើខ្លួនឯងខ្លះទៅបងថាយើងរកកូនឈ្នួលម្នាក់មកជួយការងារផលលេងទៅណាយកមកធ្វើអីទៅបងអស់តែថ្លៃឈ្នួលទៅទេការងារផ្ទះมันប្រមាណផងខ្ញុំឃើញថានាងនេះក៏មិនសូវជារវល់អីដែរធ្វើក៏មិនមែនជាប់ដៃរហូតដែរធ្វើរួចបន្តិចក៏ទំនេរហើយតែនាងជាកូនប្រសាជាងណាអូនឲ្យនាងធ្វើការងារដូចជាអ្នកបម្រើវិញបានទៅយ៉ាងម៉េចប្រងរៀបការចូលគ្រួសារយើងហើយមកដេកស៊ីមែនទេការងារតែប៉ុណ្ណឹងធ្វើមិនបានក៏វិច្ចបង្វិចទៅផ្ទះវិញទេមិនក៏អូននិយាយបែបនេះបើកូនលឺគ្នាអន់ចិត្តស្លាប់ហើយណាចុះបើថ្ងៃមកនាងពោះធំបានណាមកធ្វើការផ្ទះទៅនេះកុំប្រាប់ថាម៉ាក់វាប្រើកូនទាំងពោះធំឲ្យសោះណាចាំថ្ងៃនោះមកដល់សិនទៅកិច្ចការក្នុងផ្ទះខ្ញុំចេះចាត់ចែងហើយប៉ាវាមិនបាច់បារម្ភទេ
នេះរួចរាល់ការងារហើយគិតថាចង់ដើរលេងបន្តិចចាំត្រឡប់ទៅភ្នំពេញវិញអេហើយចរណាគេខំមកហ្នឹងលេងដូចជាមិនធ្លាប់បានស្គាល់សោះអាឡូជំរាបសួរ ចាជំរាបសួរលោកនេះស្គាល់ខ្ញុំដែរទេ សំទោសណាខ្ញុំមិនស្គាល់ទេនេះនាងប្រហែលជាច្រឡំលេខហើយ มันច្រឡំតែលោកបញ្ញានេះឆាប់ភ្លេចខ្ញុំដល់ហើយខ្ញុំទេពីនោះអី អូនឹកឃើញហើយសំទោសណាមែនហើយនាងខំមកខ្ញុំមានការអីមែនទេ បាត់ថយលោកនេះខោស៊ូសុកទុកធម្មតាក្នុងនាមជាអ្នកស្គាល់គ្នាมันបានតែអីគឺខ្ញុំអបសុកពេកនឹងណាចង់និយាយលេងជាមួយលោក ខ្ញុំតំណែងល្មមណាស់នេះកំពុងតែគិតថាចង់ដើរលេងនៅក្នុងកំពង់សំនេះដែរអ្នកនាងខំមកបែបនេះគឺល្អណាស់និយាយអញ្ចឹងអ្នកនាងតំណែងដែរទេ ចាលោកតំណែងស្អាតតែម្ដងនាងចិត្តរបស់យើងគឺដូចគ្នាណាស់លោកចង់ទៅទីណាដែរខ្ញុំជូនទៅបានទាំងអស់ អញ្ចឹងចាំបន្តិចទៀតយើងជួបគ្នាណាយើងជួបគ្នានៅហាងបាយសិនតែបន្ទាប់មកយើងចេញដំណើរទៅតែម្ដងតែប៉ុណ្ណឹងសិនហើយណាមិនយូរប៉ុន្មានពួកគេក៏បានមកដល់ឆ្នេរសមុទ្រមួយកន្លែង វ៉ាវតែសភាពនៅទីនេះពិតជាស្រស់ស្អាតណាស់លោកបញ្ញាលោកម្ចាស់ខ្ញុំក៏ពិតជាមានអារម្មណ៍ស្រស់ស្រាយណាស់ មែនហើយនេះអ្នកនាងដូចជារំភើបណាស់ធ្វើដូចជាលើកទី1អញ្ចឹងខ្ញុំថាអ្នកនាងនៅទីនេះស្រាប់អ្នកនាងមិនសាំទេអី អត់ទេណាលោកតើខ្ញុំជាអ្នករស់នៅទឹកដីនេះពិតមែនតែខ្ញុំក៏មិនដែលចំណាយនឹងទៅសភាពបែបនេះទេណាតែថ្ងៃនេះខ្ញុំមានអារម្មណ៍ចម្លែកណាស់គឺពិតជាពិសេសអាចថាខ្ញុំមកជាមួយលោកកថាបានព្រោះលោកគឺជាមនុស្សទី1ដែលមកជាមួយខ្ញុំបែបនេះ នេះអ្នកនាងមិនធ្លាប់មកទីនេះជាមួយនរណាទេទេខ្ញុំសម្ដៅទៅលើមិត្តភក្តិហ្នឹងណា ធ្លាប់មកជាមួយមិត្តភ័ក្តិស្រីស្រីខ្ញុំគ្មានមិត្តភ័ក្តិប្រុសនោះទេខ្ញុំប្រយ័ត្នណាស់ខ្ញុំមិនចេះរាប់អានមនុស្សប្រុសប្តីផ្ដាស់នោះទេបើខ្ញុំមិនច្បាស់ជាមួយគេនោះសម្រាប់លោកវិញនោះគឺជាមនុស្សល្អគ្រប់គ្រាន់គ្រាន់តែបានជួបតែម្ដងខ្ញុំហាក់ដូចជាមាននិស្ស័យជាមួយលោកទៅហើយ នេះក៏បានន័យថាខ្ញុំជាបរិសុទ្ធទី1ដែលមកទីនេះជាមួយអ្នកនាងមែនទេ លោកនិយាយបែបនេះខ្ញុំអៀនណាស់តោះយើងទៅមកខាងនោះវិញទៅ បងនេះចាំមិនទៅហើយកិច្ចការរួចហើយមែនទេ បាទអូនរួចហើយបងគិតថាទៅភ្នំពេញស្អែកនេះវិញហើយណា បងមិននៅប្រហែលថ្ងៃនេះអូននឹកបងណាមួយរយៈនេះបងប្រហែលហត់ខ្លាំងហើយ មិនអីទេអូនការងារមិនប្រើកម្លាំងមិនហត់ទេហើយចុះអូនពេលនេះកំពុងធ្វើអីដែរហើយម៉ាក់មានស្ដីថាឲ្យអូនដែរទេបងនឹងថាម៉ាក់មិនសូវជាចូលចិត្តអូននោះទេតែអូនត្រូវត្រប់បន្តិចទៅណាមិនជូរទេគាត់នឹងយល់ពីអូន មិនអីទេបងអូនមិនប្រកាន់ខាងណាស់ទេគាត់មកគាត់ទៅចង់ឲ្យយើងអបប៉ុណ្ណឹងណាអូនស្រែកបងអូនអាចគ្រប់បានគ្រប់យ៉ាងនេះបងនៅទីណាតែជាលើសម្លេងខ្ញុំហើយបង គឺបងនៅសមុទ្រណាអូនបងរួចការងារមិត្តភក្តិគេនាំមកលេងសមុទ្រព្រោះមកដល់ហើយមិនចង់រំលងនោះទេនេះស្ដែងណាស់ដែលអូនមិនបានមកជាមួយបង មិនអីទេបងបងអត់លេសប្បាយចាណែបងធ្វើគេហត់ណែត្រូវទៅរកពេលរំហែកចឹងហើយចឹងប៉ុណ្ណឹងសិនហើយណាបងអូនរវល់តែង បាទអូនជំរាបលា នេះលោកបញ្ញាមានប្រពន្ធហើយមែនទេនេះស្មើតែនឹងលាវតែមិនថាមានប្រពន្ធឬក៏មានកូនយ៉ាងណាក៏ដោយតែនាងទេពីរចាំបានហើយខ្ញុំនឹងយកឲ្យបានលោកបញ្ញាខ្ញុំនឹងមិនឲ្យលោករួចពីដៃបានទេនៅយប់នេះលោកនឹងខ្លាចជារបស់ខ្ញុំតែម្នាក់គត់គេលោកខ្លាចជារបស់ខ្ញុំម្នាក់ទៀតទៅវិញទេអេលោកបញ្ញាកំពុងនិយាយទូរស័ព្ទជាមួយអ្នកណានឹង គឺអ្នកផ្ទះគាត់ខំមកសួរថាពេលណាទៅវិញ មកតែគ្រួសារលោកគឺដូចជាបារម្ភនឹងលោកណាស់លោកពិតជាសំណាងណាស់ដែលមានគ្រួសារប្រួយបារម្ភគ្រប់ពេលបែបនេះមិនដូចជាខ្ញុំសោះ ហើយចោះគ្រួសារណានាងមិនបារម្ភពីអ្នកនាងទេទេ បាននិយាយពីគ្រួសារខ្ញុំទប់ចិត្តមិនបានទេខ្ញុំក៏ព្រាមម៉ាក់2ឆ្នាំមកហើយម៉ាក់ខ្ញុំគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតហើយពេលនេះខ្ញុំរស់នៅតែម្នាក់ឯងជីវិតគឺដូចជាលលកដែលគ្មានមេបាខ្ញុំមិនចង់រំលឹកទេព្រោះខ្ញុំមិនចង់បង្ហូរទឹកភ្នែកឲ្យអ្នកណាបានដឹងកុំឲ្យគេថាខ្ញុំទន់ជ្រាយតែខ្ញុំពិតជាទុកចិត្តមិនជាប់ទេ បាននិយាយតែពិបាកចិត្តកុំរំលឹកអីណា
យើងមកនិយាយរឿងសបាយៗវិញទៅណាកុំឲ្យខូចបរិយាកាស ចាសំតះឡើងឡើងពិសាទឹកក្រូចនេះទៅខ្ញុំធ្វើជាពិសេសសម្រាប់លោកនឹង អូមែនហើយអរគុណណាស់បរិយាកាសបែបនេះពិតជាត្រូវជាមួយរសជាតិទឹកក្រូចចាបាច់នេះណាអរគុណហើយណា នេះបើលោកចង់ញ៉ាំទឹកក្រូចច្បាញ់ខ្ញុំក៏មានដែរនឹងថ្មីស្រស់សង្ឃឹមថាលោកបានញ៉ាំហើយប្រកាសជាជាប់ចិត្តជាមិនខានទិញ ចង់តានេះនាងមានក្រូចចាបាច់ដែរទេ មានតែខ្ញុំបានត្រៀមជាពិសេសសម្រាប់លោកហើយនឹងតែលោកញ៉ាំទឹកក្រូចច្បាច់នេះសិនទៅចាំញ៉ាំសាច់ក្រូចតាមក្រោយ ក្រោយពេលផឹកទឹកក្រូចចាបាច់រួចហើយពួកគេក៏នាំគ្នាទៅញ៉ាំសាច់ក្រូចម្ដង នេះលោកគឺជាបរិយាទីមួយដែលបានខ្លួនប្រាណខ្ញុំហើយនឹងលោកកំបោះបងខ្ញុំចោលឲ្យសោះជីវិតខ្ញុំគ្មានអ្នកណាទៀតនោះទេ ខ្ញុំមិនបោះបង់នាងទេណាតែខ្ញុំមានរឿងមួយចង់ប្រាប់ដល់នាងថាយើងនៅតាក់ទងគ្នាលួចលាក់សិនទៅណា ហេតុអីតែមកចាំបាច់លួចលាក់នេះលោកខ្លាចគេដឹងមែនទេខ្ញុំមិនចង់លួចលាក់ទេខ្ញុំចង់នៅជាមួយលោកយ៉ាងពេញមុខ គឺខ្ញុំណែខ្ញុំមិនមែនចំណុះខ្លួនមួយទេណាតាមពិតតែខ្ញុំមានប្រពន្ធរួចទៅហើយ ថាម៉េចប៉ាថោនេះលោកមិនក៏មិនប្រាប់ខ្ញុំតាំងពីដំបូងបើដឹងថាលោកមានប្រពន្ធបែបនេះខ្ញុំមិនដាក់ចិត្តស្រឡាញ់លោកទេនេះខ្ញុំពិតជាមានឈ្មោះថាជាស្រីយកប្តីគេហើយមែនទេ កុំគិតបែបនេះអីណាយ៉ាងណាខ្ញុំក៏ស្រឡាញ់តែពីរម្នាក់ដែរទោះខ្ញុំមានប្រពន្ធរួចពិតមែនតែខ្ញុំនឹងនិយាយរឿងនេះជាមួយនឹងប្រពន្ធរបស់ខ្ញុំសូមឲ្យតែពីរទុកពេលឲ្យខ្ញុំសិនណា ខ្ញុំនឹងរងចាំលោករងចាំថ្ងៃដែលលោកទទួលខ្ញុំចូលគ្រួសារលោកសន្យានឹងខ្ញុំបានទេថាលោកនឹងមិនចោលខ្ញុំនោះ បាទខ្ញុំសន្យាថាមិនចោលទេពីរនោះទេពេលដែលខ្ញុំរួចរាល់ពេលណាខ្ញុំនឹងនិយាយរឿងនេះជាមួយនឹងគ្រួសាររបស់ខ្ញុំ ខ្ញុំពិតជាសំណាងណាស់ដែលបានជួបលោកបញ្ញាញ់អូនស្រឡាញ់បងណាស់ នៅផ្ទះអ្នកស្រីម៉ាឡែន អូជំរាបសួរអ្នកមីងនេះផាលីននៅផ្ទះដែរទេនាងនៅទេនេះក្មួយទាំងពីរជាអ្នកណាដែរមករកផាលីនមានការអីទៅ គឺខ្ញុំមកលេងជាមួយផាលីនណាមីងខ្ញុំជាមិត្តភក្តិរបស់នាងនេះតាំងពីនាងរៀបការមកខ្ញុំមិនដែលបានជួបគ្នាស្ទោះ អូជីមិត្តផាលីនមែនទេនាងនៅផ្ទះបាយឯណោះមិនដឹងថានៅធ្វើអីទេឃើញរវល់មួយព្រឹកហើយបើអញ្ចឹងខ្ញុំសុំទៅជួបនាងសិនហើយណាមីងតោះផាវីង មិនដឹងជាការងារអីទៅដែលនាំមិត្តភក្តិមកដល់ក្នុងផ្ទះបែបនេះនោះមកបង្ហាញបាយបង្ហាញភ្លើងទៀតហើយធ្វើដូចជាផ្ទះខ្លួនឯងអញ្ចឹងចង់ហៅអ្នកណាមកក៏បាន អេផាលីនកំពុងតែធ្វើអីហ្នឹងហើយនេះពួកឯងមិនអត់ហើយមែនទេគេធ្វើនំចាំពួកឯងហ្នឹងណាហើយសាក់តិចទេ នេះមើលទៅគឺពិតជាតំណងណាស់មិនដឹងជាធ្វើនំតែហត់ធ្វើអីទេពួកយើងគ្រាន់តែមកលេងធម្មតាតែធ្វើនំធ្វើអីទេនំតែអស់ភ្លើងអស់ម្សៅនោះ មិនក៏និយាយបែបនេះមិត្តភក្តិម្លេងត្រូវតែមានរបស់ទទួលខ្លាំងចឹងហើយគ្នាសារបងធ្វើនំនេះព្រោះគ្នាគិតថាបើសិនជារសជាតិអាចទទួលយកបានណាគ្នាចង់មានហាងតូចមួយគ្រាន់នឹងលក់នំគ្នាមិនចង់ចាយលុយប្តីទេតែលក់ដូរឯនំតែហត់ទេចាយលុយប្តីមិនអស់ផងប្តីជាអ្នកមានលុយវ៉ាលៀនហើយនៅតែផ្ទះបំរើតែប្តីនឹងធ្វើជាស្ត្រីមេផ្ទះឲ្យតែល្អទេមែនទេស្រីភា ពិតមែនហើយនេះឯងពិតជាសំណាងណាស់បានប្តីជាអ្នកមានជាម្ចាស់ក្រុមហ៊ុនលុយចាយមិនអស់តែសន្សំអីជាមួយមុខរបរលក់ដូរនំកាប៉ិកប៉ុកនោះនាំតែលំបាកដល់ខ្លួន អញអើយចាយលុយគេមិនស្រួលទេប្តីជាអ្នកមានពិតមែនតែបើយើងគ្មានសមត្ថភាពរកលុយក៏ចាយលុយគេមិនស្រួលដែរគ្មានអីដែលប្រសើរជាងរបស់ដែលខ្លួនឯងរកបានដែលខ្លួនឯងនោះទេជួនកាលអ្វីដែលអញឃើញមិនដូចជាការគិតរបស់អញក៏ថាបាននេះឯងនិយាយបានន័យថាម៉េចតាលេនគ្មានអីទេមកសាកនំនេះសិនទេទទួលយកបានដែរអត់កុំអាសាទណាគ្នាសុំចុះបន្ទប់ទឹកមួយផ្លែតសិននេះដូចជាមិនស្រួលក្នុងពោះសោះបន្ទប់ទឹកនៅខាងណាដែរទេ គ្នាក៏ចឹងមកពីឯនឹងស្រីភាណែមិនណែនាំគ្នាសេមកជូឥឡូវឈើពុកបានសម្រេចឃើញហ៎មកចាំគ្នានាំទៅបន្ទប់តែងតាមគ្នាមកណ៎ផាលីនបាយចានមួយហើយ មិនអីទេចាំគ្នាប្រមូលយកទៅចោល សំលេងអីឬសូវប្រើមិញនេះផាលីន
មានរឿងអីហ្នឹង គឺខ្ញុំមិនប្រយ័ត្នណាម៉ាធ្លាក់ចានមួយបែកហើយសុំទោសណាម៉ា នេះមិនចេះប្រុងប្រយ័ត្នទេអីប៉ាត់ជាដៃភ្លើងជើងមាន់ពិតមែនយើងប្រាប់ហើយរបស់របរប្រើប្រាស់ឲ្យចេះប្រុងប្រយ័ត្នកុំឲ្យបែកបាក់មានបញ្ហាឲ្យទាស់តែបានហើយនាំគ្នាមកធ្វើអីនៅក្នុងផ្ទះបាយឲ្យណែនតែងតាប់បែបនេះនោះមិនក៏មិននាំគ្នាទៅក្រៅទេ គឺខ្ញុំធ្វើនំណាម៉ាគឺថាមិនផាក់ម្លេងចង់ធ្វើនំទទួលពួកគេឥឡូវធ្វើហើយម៉ាក់សានតិចទេ យើងគ្មានអារម្មណ៍ស៊ីស្អីទេឯងនេះក៏អញ្ចឹងដែរប្រាប់ហើយប្រាប់ទៀតថាឲ្យចេះប្រយ័ត្នខ្លួនមិនចេះរកលុយទេកុំសូវបំផ្លាញពេកមិនចេះរីកចម្រើនសោះចេះតែបំផ្លាញហឺយ តោះស្រីភីសិផាចុះថៃចង់ទៅបន្ទប់ទឹកមែនទេមក គ្នាទៅវិញហើយណាមិនហ៊ាននៅយូរទេបើលេងម៉ាក់នឹងនោះ នេះម៉ាក់ក្មេកឯងដូចជាហួសហេតុពេកហើយគ្រាន់តែធ្វើបាចានមួយសោះជាលើពីអ្នកបំរើទៅទៀតនេះក៏តែឯងអាចទ្រាំនៅចរិតម៉ាក់ក្មេកបែបនេះបាននេះការស្រឡាញ់ធ្វើយើងត្រូវបានគ្រប់រឿងណាមួយមិញនេះមកពីខ្ញុំធ្វើប្រហែសដោយខ្លួនឯងខ្ញុំមិនខឹងម៉ាក់ទេ ស្ដីថាឲ្យឯងមិនក្រែងចិត្តពួកម៉ាក់សោះនេះបើសិនជាគ្នាវិញនោះមិននៅស្ងៀមទេតមាត់ខ្លះហើយចានតែមួយសោះប្រហែលលានទេបានជាមិនស្ដីបន្ទោដោយបាត់លុយរាប់លាននោះយើងជាកូនប្រសាណាឯងមិនមែនជាកូនឈ្នួលទេឬក៏ជាកាជះដាច់ថ្លៃនោះទេយើងចូលមកនៅក្នុងនាមជាកូនប្រសា មិនតែម៉ាក់ក្មេកឯងមិនស្រឡាញ់ឯងទេបែបនេះគឺពិបាកហើយណាផាលីនតើកូនគេស្រឡាញ់ឯងតែម៉ាក់គេមិនស្រឡាញ់ក៏មិនសុខដែរត្រូវហើយម៉ាក់ក្មេកគ្នាមិនបានស្រឡាញ់គ្នាទេគាត់ចង់ឲ្យបងបញ្ញារៀបការជាមួយកូនមិត្តភក្តិគាត់តែបងបញ្ញាមិនព្រមគាត់ស្រឡាញ់គ្នាបែបនេះហើយទៅគ្នាចិត្តតែទ្រាំនោះ ទ្រាំបានក៏ចេះតែទ្រាំទេតែរឿងខ្លះត្រូវតមាត់ក៏តខ្លះទេយើងស្លូតគេជន់ណាជាពិសេសម្ដាយក្មេកគឺដូចជាអ្នកមីងម៉ាឡែនហ្នឹងប៉ះចំឯងទេនេះបើប៉ះចំគ្នាវិញណាហ៊ុយផ្អើរបស់គ្នាហើយ យើងជាកូនតែតមាត់នាំទៅវិញឆ្ងាយធ្វើអីណាមួយយើងក៏ជាអ្នកខុសផងចឹងតាមតែគាត់ទេគាត់ថាត្រូវហើយថាឯងមែនតែពីត្រូវកដាលមកគ្នានេះផាំងមិនຕົកមុខសោះនេះបើគ្នាមិនមកក៏គ្មានរឿងបែបនេះឯងក៏មិនត្រូវមាត់តែក្តីរឿងបែបនេះគ្នាសំទៅហើយមិនអីទេលើកក្រោយគ្មានរឿងបែបនេះទេ គ្មានលើកទី2ទៅដឹងលីនម៉ែក្មេកឯងនេះស្វាគមន៍គ្នាបែបនេះនោះនេះមែនទេជីវិតក្នុងគ្រួសារអ្នកមាននោះ មកគ្នាក៏ថាទៅវិញហើយមកថាឲ្យសប្បាយមិនបានសប្បាយបែរជាជួបរឿងសាមអង្គទៅវិញមកតែបើចង់ជួបគ្នាមានតែទៅជួបនៅខាងក្រៅល្អជាងតោះស្រីភា យ៉ាងម៉េចផ្ដាយផ្ដាំគ្នារួចហើយមែនទេលាគ្នាមើលតលារហូតទៅបង្ហាញអីខ្លះនៅក្នុងផ្ទះបាយនោះ ក៏ខ្ញុំគ្រាន់តែធ្វើនំទុកញ៉ាំតែមកជួនជាពួកគេម្លេងខ្ញុំក៏ធ្វើទទួលពួកគេតែម្ដងទេ យ៉ាងម៉េចពួកគេនឹងគណៈរដ្ឋមន្ត្រីមែនទេបានជាចាំបាច់ត្រូវទទួលបែបនេះនោះមិនក៏ទៅបង្ហាញភ្លើងបង្ហាញគ្រឿងក្នុងផ្ទះទៀតខ្ញុំប្រាប់ហើយតើថាឲ្យចេះសន្សំសំចៃនេះក្នុងខួរក្បាលឯងមិនចេះចាំទេអីនៅក្នុងរឿងបាយចាននេះទៀតបាយចានបាយឆ្នាំងពិតជាបំផ្លាញណាស់ ណាម៉ាក់មិនគ្រាន់តែរឿងប៉ុណ្ណឹងណាម៉ាក់បន្តខ្ញុំម្លេះគ្រាន់តែចានមួយនឹងម្សៅនំបន្តិចបន្តួចធ្វើទឹកញ៉ាំក្នុងផ្ទះមិនក៏ម៉ាក់មកបន្តខ្ញុំ គឺមកពីឯងទៅហៅពួកម៉ាក់ពួកភឿនមកស៊ីបំផ្លាញរបស់របរក្នុងផ្ទះយើងហ្នឹងណាយ៉ាងម៉េចពួកវាឲ្យប្រមាណពួកវាជាអ្នកជួយចេញថ្លៃលុយចំណាយសពគ្រប់ក្នុងផ្ទះមែនទេមិនក៏ត្រូវផ្គប់គុណពួកវា គ្រាន់តែប៉ុណ្ណឹងវាមិនអស់ប៉ុន្មាននោះទេនេះម៉ាក់ស្រីថាខ្ញុំនៅនឹងមុខពួកគេខ្ញុំខ្វះពួកគេណាស់ទៅហើយខំមែនទេដែលក្នុងនាមជាកូនប្រសាម្នាក់មានមិត្តភក្តិម្លេងហើយត្រូវមានរបស់ទទួលពួកគេនោះ កុំមកតមាត់ជាមួយយើងឥឡូវខ្លាំងដៃណាស់ណាត្រូវពួកវាបញ្ចេះមកមែនទេបើចង់មានអីទទួលពួកវានោះត្រូវចេះរកលុយខ្លួនឯងសិនទៅបើមិនចេះរកលុយទេកុំធ្វើអីតាមតែចិនរបស់ក្នុងផ្ទះសិតតែជារបស់ដែលទិញដោយលុយយើងកុំអាងថាជាប្រពន្ធកូនប្រុសយើងមិនហ៊ានធ្វើអីនោះ នេះឋានៈខ្ញុំមិនស្មើនឹងក្មេងអំរាសោះមែនទេមិនក៏ណាម៉ាក់គាត់ខឹងសម្បាសនឹងខ្ញុំម្លេះខ្ញុំធ្វើអីមិនដែលត្រូវចិត្តគាត់ទេនេះតើខ្ញុំអាចទ្រាំដល់ពេលណាទេបងបញ្ញាអូនស្រឡាញ់
បងទៅវិញសិនហើយណាបងសន្យាថានឹងឧស្សាហ៍ខំមកលេងអូនហើយមិនជួយទេបងនឹងមកទីនេះទៀតព្រោះបងក៏មានការងារនៅទីនេះស្រាប់ហើយមិនជួយទេជាងនៅបាននៅជាមួយគ្នាយូរជាងនេះ នេះបងទៅបែបនេះអូនណាច្បាស់ជានឹកបងស្លាប់ហើយកុំទៅយូរពេកឯណាបងអូនមិនចង់បែកពីបងសោះ បងទៅមកអង្តាហើយបងក៏មានការងារនៅភ្នំពេញដែរបើបងមិនទៅបានអ្នកណាមើលការងារនៅទីនោះទេចាំបងសិនទៅណា ចាអូនយល់ហើយបងអូនមានរឿងមួយចង់សុំបងតើកូននិយាយឬអត់ទេព្រោះដូចជាខ្មាស់ខ្លួនឯងហ្នឹងអូនចង់និយាយជាមួយបងតាំងពីយប់មិញមកម្លេងតែគឺដូចជាខ្លាច មានរឿងអីទេឆាប់និយាយមកណា គឺពេលនេះអូនបានឈប់ពីកន្លែងធ្វើការនោះហើយនៅទីនោះមានអ្នកគេមិនចូលចិត្តអូនអញ្ចឹងហើយតើអូនមិនចង់នៅឲ្យគេទៅមកក៏បានសុំតកាឈប់ហើយពេលនេះអូនគ្មានប្រាក់ចំណូលទេ មានរឿងអីទេដល់ថ្នាក់ឈប់ពីកន្លែងការងារបែបនេះនោះហើយការងារដែលអូនធ្វើហ្នឹងជាការងារអ្វីដែរ បងមិនបាច់ចង់ដឹងនោះទេហ្នឹងដឹងត្រឹមថាពេលនេះអូនបានឈប់ពីទីនោះហើយហ្នឹងអូនមិនចង់រំលឹកនោះទេ មិនអីទេអញ្ចឹងអូននៅផ្ទះចុះណាមិនបាច់ធ្វើការអីនោះទេហើយចំពោះលុយនោះក៏មិនបាច់បារម្ភដែរចាំបងផ្ញើលុយឲ្យចាយណា ចាអរគុណណាស់ប្តីសម្លាញ់ អញ្ចឹងបងទៅសិនហើយណាខ្លាចទៅមិនទាន់ ចាប្តីចាំអូនជូនដំណើរដល់ឡានហ្នឹង អាឡូម៉ាមានការអីមែនទេ ហើយពេលណាទៅកូនមកវិញទៅយូរហើយគម្រោងការងារនោះយ៉ាងម៉េចទៅហើយកូន ការងាររលូនណាស់ណាហើយកូនណាកំពុងតែចេញដំណើរទៅថ្ងៃនេះហើយនេះកូនកំពុងតែនៅលើឡាន ប្រពន្ធឯងឥឡូវបានសម្ដីណាស្ដីថាបន្តិចបន្តួចតមាត់ឲ្យប៉ប៉ែគ្មានបាត់មួយម៉ាត់ទេថ្ងៃមុនណាគេនាំមិត្តភ័ក្តិមិត្តភឿនគេមកផ្ទះធ្វើនំស្វាគមន៍កក្រឹកកក្រែងណាធ្វើដូចជាផ្ទះខ្លួនឯងអញ្ចឹង បឋមណាគ្រាន់តែរឿងអញ្ចឹងសោះមានខ້ອຍតែមិត្តភ័ក្តិរបស់នាងតាម៉ា មិនខុសយ៉ាងម៉េចបែកចានបែកឆ្នាំងអស់ទឹកអស់ភ្លើងអស់របស់របរក្នុងផ្ទះណាទិញមកថ្លៃណាស់មិនមែននាំមកឲ្យស៊ីហ្វ្រីទេ បានហើយម៉ាខ្ញុំកំពុងតែបើកឡាននៅតាមផ្លូវជម្រាបលា